Xiaomi 17 Pro Max បានប្រកាសចេញជាផ្លូវការដែលមានចំនួន3ស៊េរី Xiaomi 17 Xiaomi 17 Pro ជាមួយនឹង Pro Max ឆ្នាំនេះ Xiaomi បានដាក់ឈ្មោះស្តៀងទៅនឹង iPhone ដែលម៉ាស៊ីនកំពូលរបស់គេគឺ Xiaomi 17 Pro Max ពីមុនគឺគេប្រើកន្ទុយ Ultra ឥឡូវគេដូរមកប្រើកន្ទុយ Pro Max វិញគឺ Xiaomi 17 Pro Max 17 Pro ជាមួយនឹង17ធម្មតាឆ្នាំនេះគេបានផ្លាស់ប្ដូរទៅលើអេក្រង់ក្រោមមកដាក់អេក្រង់រាបស្មើវិញអូខេ Xiaomi កន្លែងហ្នឹងខ្ញុំពេញចិត្តមួយទៀតគឺបំពាក់អេក្រង់ខាងក្រោយជាប់នឹងកាមេរ៉ាប្រភេទ AMOLED 120Hz ទំហំ 2.9 អ៊ីងអេក្រង់នេះគឺផ្ដល់សិទ្ធិឲ្យយើងថតវីដេអូ Full ពេញចេញពីកាមេរ៉ាក្រោយដោយគ្មានជ្រុះគុណភាពដូចជាកាមេរ៉ាមុខអញ្ចឹងយើងអាចថតបានទូលាយល្អបានច្បាស់ល្អចេញពីកាមេរ៉ាក្រោយយកទៅធ្វើជាកាមេរ៉ា selfie យើងហ្មងចំណុចពិសេសមួយទៀតគឺថ្មរបស់គេគឺឡើងទៅដល់ 7500 កម្លាំងសាកក៏ឡើងដែរឆ្នាំនេះគឺឡើងដល់ 100W wireless charge គឺ50W សាកថ្មឥតខ្សែសម្រាប់ CPU វិញគឺមកជាមួយនឹងកម្លាំងម៉ាស៊ីនចំនួនថ្មីរបស់ Snapdragon គឺ Snapdragon 8 Elite Gen 5បើយើងនិយាយជាភាសាខ្មែរគឺ8 Elite ចំនួនទី5អេក្រង់ខាងមុខគឺបំពាក់ LTPO AMOLED 68 billion color refresh rate គឺ 120Hz ពន្លឺភ្លឺអស់គឺ 3500 nits បងប្អូនយល់យ៉ាងណាដែរសម្រាប់ការ design របស់ Xiaomi 17 Pro Max ឆ្នាំនេះសម្រាប់ខ្ញុំគឺមានការពេញចិត្តទី1គឺអេក្រង់ខាងក្រោយតូចហ្នឹងទី2គឺអេក្រង់ខាងមុខដូរមកប្រើជាប្រភេទអេក្រង់រាបស្មើវិញទី3គឺថ្មឡើងទំហំដល់ទៅដល់ 7500 កម្លាំងសាកគឺ 100W នឹងដល់ប្រទេសយើងឆាប់ៗអញ្ចឹងសម្រាប់ fan Xiaomi អាចចាំមើលបាន